คำถามต่อไปคำถามที่ไม่มีเหตุมีผลคำถามที่ตั้งขึ้นมาเพื่อจะมาทำให้เกิดอารมณ์เกิดอะไรมันไม่ควรถามเราต้องเป็นมืออาชีพเหมือนกันนะน้องนะคลิปวิดีโอข้างដើមគឺជាការឆ្លើយតបរបស់អនុធានឆាយវរៈកុលជាមួយនឹងអ្នកកសែតមួយរូបដែលបានដាក់សំណួរសួរអនុធានថាតើលោកមានបំណងក្នុងការលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីដែរឬទេហេតុអ្វីបានជាអ្នកកសែតរូបនោះសួរអញ្ចឹងបងប្អូនទាំងគ្នាដឹងហើយថាអំឡុងពេលដែលអនុធានឆាយវរៈកុលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេល 5-6 ខែនេះហេតុការសោកនាដកម្មបាទធំចំនួន3ដែលបានកើតឡើងដែលធ្វើឲ្យប្រជាពលរដ្ឋសៀមនឹងស្លាប់បាត់បង់ជីវិតហេតុការទី1ការបាក់ឬក៏ដួលរលំក្រេនបាទសកត់នៅលើរថភ្លើងកំពុងតែបាទបោះពួយយ៉ាងលឿនដែលបណ្ដាលឲ្យមនុស្សប្រមាណជា60ទៅ70នាក់ស្លាប់បាត់បង់ជីវិតហេតុការមួយទៀតហ្នឹងគឺរថភ្លើងបុករថយន្តក្រុងបងប្អូនទាំងគ្នាប្រហែលជាបានឃើញហើយសតហេតុការធំដែលកើតឡើងក្នុងអំឡុងពេលដែលអនុทินបាទជានាយករដ្ឋមន្ត្រីហ្នឹងដែលបណ្ដាលឲ្យមនុស្សបាទជិត20នាក់ស្លាប់បាត់បង់ជីវិតហើយហេតុការកាលពីម្សិលមិញមួយហ្នឹងឆេះក្លឹបរាត្រីឬក៏បារមួយកន្លែងនៅចំកណ្ដាលទីក្រុងបាងកកដែលបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតភ្លាមហ្នឹង27រូបហើយបាទម្សិលមិញហ្នឹងបាទស្លាប់2នាក់ទៀតចូលបាទ29អញ្ចឹងថ្ងៃនេះអាប់ដេតថ្ងៃទី16កក្កដា2026នេះអ្នកស្លាប់គឺឈានទៅដល់បាទ33នាក់ហើយមូលហេតុនេះហើយដែលធ្វើឲ្យអ្នកកសែតប្រុសម្នាក់ហ្នឹងដាក់សំណួរសួរទៅកាន់អនុធានថាក្នុងហេតុការអំឡុងពេលដែលលោកកាន់ជានាយករដ្ឋមន្ត្រីរយៈពេល 5-6 ខែនេះមានសោកនាដកម្មធំអញ្ចឹងតើលោកមានបំណងក្នុងការលាលែងតំណែងចេញពីនាយករដ្ឋមន្ត្រីដែរឬទេសំណួររបស់អ្នកកសែតហ្នឹងធ្វើឲ្យអនុធានគឺថាក្តៅស្លឹកត្រចៀកខ្លាំងមែនទែនក៏ប៉ុន្តែដោយសារតែនៅមុខបាទកាមេរ៉ាអ្នកកសែតច្រើនអញ្ចឹងអនុធានព្យាយាមបាទសម្រួលអារម្មណ៍ហើយបាននិយាយថាសំណួរបែបហ្នឹងគឺវាមិនសមហេតុផលនៅក្នុងការសួរនោះទេសួរហ្នឹងវាធ្វើឲ្យអារម្មណ៍គឺថាវាមិនស្រួលក្នុងចិត្តអីចឹងណាអញ្ចឹងអនុធានក៏បានប្រាប់ទៅអ្នកកសែតហ្នឹងថាលើកក្រោយហ្នឹងកុំឲ្យសួរអញ្ចឹងទៀតឲ្យធ្វើជាអ្នកកសែតគេហៅថាមានវិជ្ជាជីវៈក្នុងការសួរសំណួរហើយហ្នឹងមិនមែនជាលើកទី1ទេអនុធានបាននិយាយថាលើកទី2ហើយដែលអ្នកកសែតបាទរូបហ្នឹងធ្លាប់ដាក់សំណួរបែបហ្នឹងមកកាន់លោកអនុធានបងប្អូនទាំងអស់គ្នាការពិតទៅការលើកឡើងរបស់អ្នកកសែតដាក់សំណួរសួរអនុធាននេះក៏វាអត់ខុសដែរដោយសារតែយើងឃើញហើយថាប្រទេសបាទប្រជាធិបតេយ្យជឿនលឿនដែលមានមេដឹកនាំជាប់ឆ្នោតតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋណាយើងមើលជាក់ស្ដែងដូចជាប្រទេសជប៉ុនអញ្ចឹងឲ្យតែមានហេតុការណ៍ណាមួយដែលកើតឡើងដែលបណ្ដាលឲ្យប្រជាពលរដ្ឋគេស្លាប់អញ្ចឹងជាទូទៅគឺថាមន្ត្រីជាន់ខ្ពស់បាទទាំងនាយករដ្ឋមន្ត្រីឬក៏គេហៅថាមន្ត្រីកាន់ក្រសួងផ្សេងហ្នឹងតែងតែបាទលាលែងចេញពីតំណែងដើម្បីបង្ហាញអំពីការទទួលខុសត្រូវក៏ប៉ុន្តែសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះដូចជាអត់ទាន់មានទេកុំថាឡើយនាយករដ្ឋមន្ត្រីសូមតែបីតែមន្ត្រីកាន់តំណែងតាមក្រសួងមួយណាអត់ទាន់ឃើញមានផងហេតុការធំកើតឡើងច្រើនណាស់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះក៏ប៉ុន្តែអត់ទាន់មានឃើញថានាយករដ្ឋមន្ត្រីណាមួយបាទចេញមុខមកទទួលខុសត្រូវដើម្បីលាលែងតំណែងជាការទទួលខុសត្រូវនៅក្នុងហេតុការហ្នឹងគឺអត់មាននោះទេអញ្ចឹងហើយបានអនុทินក្តៅចិត្តណាអាលំបល់យកឲ្យសួរអីចឹងឲ្យសួរអញ2ដងណាបាទអ្នកកសែតគេសួរហ្នឹងគឺគេសួរចង់ដឹងថាតើអនុทินមានបំណងក្នុងការលាលែងតំណែងពីនាយករដ្ឋមន្ត្រីអត់ដោយសារតែហេតុការវាកើតច្រើនពេកក្នុងរយៈពេល6ខែដែលអនុทินបាទកាន់តំណែងជានាយករដ្ឋមន្ត្រីស្របច្បាប់នេះហេតុការ3ធំហើយដែលបណ្ដាលឲ្យប្រជាពលរដ្ឋសៀមស្លាប់បាត់បង់ជីវិតតែមកដល់ពេលនេះទាំងរដ្ឋមន្ត្រីទាំងនាយករដ្ឋមន្ត្រីមិនទាន់មានការប្រកាសណាមួយក្នុងការលាលែងតំណែងជាការទទួលខុសត្រូវនោះទេប្រទេសនៅអាស៊ីអាគ្នេយ៍នេះកម្រណាបងប្អូនទាំងគ្នាកម្រមានណាស់គឺអត់ខ្វល់នោះទេដោយសារអីដោយសារតែអំណាចទូនាទីទម្រាំតែគេយកបានណាដើម្បីផលប្រយោជន៍សការៈផ្ទាល់ខ្លួនហ្នឹងគឺគេប្រឹងប្រែងខ្លាំងមែនទេអញ្ចឹងគេមិនមែននៅសុកគ្រាន់តែបាទប៉ះពាល់ទៅដល់ប្រជាពលរដ្ឋមួយចំនួនហ្នឹងគេលាលែងគឺអត់ទេសម្រាប់មេដឹកនាំនៅប្រទេសអាស៊ីអាគ្នេយ៍នេះគឺសង្កថាអត់ទាន់មានទេបងប្អូនទាំងគ្នាក៏ប៉ុន្តែអ្វីដែលយើងតែងតែឃើញបាទការទទួលខុសត្រូវក្នុងការលាលែងតំណែងមិនថាជារដ្ឋមន្ត្រីជានាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីទេភាគច្រើនយើងឃើញនៅខាងប៉ែកអឺរ៉ុបបាទប្រទេសនៅអាស៊ីនេះគឺឃើញនៅបាទប្រទេសជប៉ុនហ្នឹងគឺញយហ្នឹងតែម្ដងដោយសារមេដឹកនាំរបស់គេហ្នឹងមានការទទួលខុសត្រូវខ្ពស់ចំពោះបាទទូនាទីហើយនិងភារកិច្ចរបស់ខ្លួនអញ្ចឹងប្រសិនបើមានការប៉ះពាល់ឬក៏ធ្វើឲ្យប្រជាពលរដ្ឋរបស់គេស្លាប់ជាការទទួលខុសត្រូវបាទភាគច្រើនគឺគេបាទប្រកាសលាលែងតំណែងហើយប្រកាសសុំទោសប្រជាពលរដ្ឋគេនឹងតែម្ដងបង្ហាញអំពីគុណតម្លៃនិងភាពថ្លៃថ្នូរការទទួលខុសត្រូវរបស់បាទអ្នកដឹកនាំគេក៏ប៉ុន្តែសម្រាប់អាស៊ីអាគ្នេយ៍យើងនេះវិញបងប្អូនអ្នកគ្នារឿងប៉ុណ្ណឹងការ
បាទគេអត់ខ្វល់នោះទេបាទអញ្ចឹងហើយបានអ្នកកសែតសួរអាណធិនយ៉ាមកសួរឈួតអញ្ចឹងឯងសួរអញ2 ដងហើយអ្នកកសែតហ្នឹងគឺសួរអាណធិន2 ដងហើយកាលពីមុនម្ដងលើកនេះម្ដងទៀតអញ្ចឹងមកថាអាណធិនថាអ្នកឯងលើកក្រោយកុំចេះតែសួរតែផ្ដេសតែផ្ដាស់អញ្ចឹងធ្វើជាអ្នកកសែតគួរតែមានវិជ្ជាជីវៈនៅក្នុងការបាទដាក់សំណួរសួរបន្តិចទៅបាទអញ្ចឹងសម្រាប់ព័ត៌មានហ្នឹងមានប៉ុណ្ណឹងទេបងប្អូនទាំងអស់គ្នាប្រហែលជាបានឃើញហើយរូបភាពហ្នឹងនៅក្នុងបណ្ដាញសង្គមសម្រាប់បងប្អូនដែលចេះភាសាសៀមបងប្អូននឹងយល់បាទនឹងដឹងអំពីអ្វីដែលបាទអាណធិនបានឆ្លើយតបហ្នឹងហើយសម្រាប់បងប្អូនដែលអត់យល់ទេបាទឃើញឃ្លីបហ្នឹងគឺខ្ញុំបានសម្រាយជូនហើយអត្ថន័យដែលអាណធិនខឹងអ្នកកសែតហ្នឹងដោយសារតែអ្នកកសែតប្រុសហ្នឹងដាក់សំណួរសួរដូចខ្ញុំបានជម្រាបជូនអញ្ចឹងតើអាណធិនចង់លាលែងតំណែងពីនាយករដ្ឋមន្ត្រីអត់ដោយសារតែកាន់ 4-5 ខែហ្នឹងគឺថាសោកនាដកម្មបាត់បង់ជីវិតមនុស្សប្រជាពលរដ្ឋសៀមហ្នឹងគឺច្រើនខ្លាំងមែនទែនអញ្ចឹងហើយបានអាណធិនក្តៅក្រហាយមែនទែនជាអលបល់យកឲ្យសួរអញតំណើបអញ្ចឹងទំរំតែជាប់បាទឆ្នោតជានាយករដ្ឋមន្ត្រីហ្នឹងបន្លំស្លឹកឆ្នោតផងស្ដាច់រៀមមាទី10ជួយផងអីផងទំរំតែជាប់ជានាយករដ្ឋមន្ត្រីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងបពពួកហើយឯហែងមកសួរអញថាមិនលាលែងតំណែងអត់យីអានេះសួរអីតំណើបអញ្ចឹងអាណធិនគឺខឹងមែនទេណាបងប្អូនទាំងគ្នាក៏ប៉ុន្តែมันអាចបង្ហាញអាការៈបាទលើពីនឹងបានទេដោយសារតែកាមេរ៉ាអ្នកកសែតគឺច្រើនមែនទេអញ្ចឹងបានត្រឹមតែបាទប្រាប់តអ្នកកសែតនឹងថា2 ដងណាអាឡបល់យកឯងសួរអញ2 ដងហើយលើកក្រោយបាទធ្វើខ្លួនឲ្យជាអ្នកកសែតអាជីពបន្តិចទៅកុំឲ្យមកសួរអញតំណើបចឹងឯងមកសួរអញឲ្យលាលែងតំណែងមិនអាឡបល់យកនេះតម្រាំតែបានតំណែងហ្នឹងអញខំចង់ងាប់ណែបងប្អូនទាំងគ្នាបាទក្នុងចិត្តអាណធិនគឺអញ្ចឹងយើងឃើញហើយថានៅប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍យើងនេះអត់ទាន់មានមេដឹកនាំណាមួយកុំថាឡើយដល់នាយករដ្ឋមន្ត្រីឬក៏មន្ត្រីធំដូចថាមន្ត្រីកាន់ក្រសួងអីបានណាយើងអត់ដែលឃើញប្រទេសណាមួយនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះបាទមានការលាលែងចេញពីតំណែងជាការទទួលខុសត្រូវទេសឹងថាអត់ដែលឃើញមានបងប្អូនបើឃើញមានបាទជួយខមមិនប្រាប់ផងថាប្រទេសណាដែលមានបាទជាក់ស្ដែងគឺអត់ដែលឃើញមានមែនជាការទទួលខុសត្រូវណាហើយប្រទេសនៅអាស៊ីគឺមានមួយដែលយើងតែងតែឃើញគឺប្រទេសជប៉ុននឹងតែម្ដងឲ្យតែមានការប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិការស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋគេពេលខ្លះមិនច្រើនទេតែម្នាក់ឬក៏2 នាក់ហ្នឹងគឺថារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីគេចេញមកទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋគឺថាសុំលាលែងពីតំណែងក៏ប៉ុន្តែសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះសុំទោសគឺអត់ដែលឃើញមែនបងប្អូនទាំងគ្នាមានដែលឃើញមកជួយខមមិនប្រាប់ផងបាទហើយព័ត៌មានជាបន្តទៀតនេះខ្ញុំចង់លើកយកនៅការជួបគ្នារវាងកម្ពុជាសៀមតាមរយៈបាទមេបញ្ជាការភូមិភាគ4របស់កម្ពុជាហើយនិងបាទខាងភូមិភាគ2របស់ប្រទេសសៀមដែលយើងហៅថាកិច្ចប្រជុំ RBC កម្ពុជានិងសៀមតាមរយៈក្រុមលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាសៀមហៅកាត់ថា RBC យុទ្ធភូមិភាគ4កម្ពុជានិងកងទ័ពយុទ្ធភូមិភាគ2របស់ប្រទេសសៀមកាលពីល្ងាចបាទថ្ងៃទី15 កក្កដា2026ម្សិលមិញនេះដើម្បីជួបគ្នាក្រៅផ្លូវការនៅច្រកអន្តរជាតិជាំស្រងាំបាទស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដើម្បីពិភាក្សារោគដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធីនិងទាន់ពេលវេលានេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជារបស់យើងកាលពីម្សិលមិញនេះបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានព័ត៌មានប៉ុណ្ណឹងយកមកជម្រាបជូនបងប្អូនទាំងអស់គ្នាមតិយោបល់បងប្អូនយល់ឃើញយ៉ាងណាដែរបងប្អូនអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំម្នាក់មួយបាទការលើកឡើងរបស់ខ្ញុំមានការលើសលួសត្រង់ចំណុចណាសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះនឹងមានការយោគយល់អធ្យាស្រ័យដល់ខ្ញុំបាទហើយកុំភ្លេច Subscribe Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃបាទសូមអរគុណសូមជម្រាបលា